សួស្តីបងប្អូនបាននេះមកដើរកាត់ផ្កាយកទៅដាក់រៀបចំនៅកន្លែងតុកញ៉ាំបាយមួយខ្ញុំបានទាំងអស់គ្នាបងប្អូនបាទនេះយើងមានផ្កាតារាបាទថាកំពុងតែរីកនៅក្នុងសួនរបស់យើងបាទយើងកាត់តែចំនួន2ផ្កាទេបាទហើយមិនបងប្អូនសល់ចេញផ្កាមកឡើងច្រើនបាទហើយនេះយើងមានផ្កា lobster class 1បាទនេះយើងដាក់ពណ៌ក្រហមទាំងអស់បងប្អូនបាទថ្ងៃនេះផ្ការបស់យើងគឺក្រហមយើងប្រើផ្កាពណ៌ក្រហមបាទនេះយើងដើរកាត់បានម្ដងមួយបងប្អូនបាទហើយផ្កាទាំងអស់ហ្នឹងខ្ញុំកាត់ចំនួន4តងបងប្អូនបាទមានផ្កាតារាហ្នឹង2តងហើយនឹងផ្កា lobster class 1នេះ2តងបងប្អូនបាទហើយយើងលាយជាមួយនឹងស្លឹកស្លឹកពណ៌ផ្សេងទៀតណាបងប្អូនបាទនេះនេះខ្ញុំភ្លេចឈ្មោះបាទទេបងប្អូនដឹងឈ្មោះអីទេបាទតែស្លឹករបស់គេគឺស្អាតខ្លាំងមែនទែនបាទនេះយើងយកទៅដេក័រជាមួយនឹងផ្កាបាទហើយនេះរិស័យពណ៌ស្វាយបងប្អូនបាទហើយយើងកាច់យកពីរដែរបាទនេះហើយយើងបានហើយបាទឥឡូវយើងដើរទៅធ្វើផ្កាដាក់ក្នុងថូទាំងអស់គ្នាបងប្អូនបាទហើយនេះយើងមានផ្កាតារានឹង2បាទ lobster class ហ្នឹង2ហើយស្លឹកហ្នឹងមួយមុខពីរទៀតបងប្អូនបាទនេះថូបាទនេះយើងរៀបចំរួចហើយបាទឃើញថាផ្ការបស់យើងគឺស្រស់ស្អាតខ្លាំងមែនតើបាទអញ្ចឹងសម្រាប់បងប្អូនដែលថាចង់បានផ្កាកាត់យកទៅដាក់ក្នុងថូសម្រាប់ដាក់តុទទួលភ្ញៀវក៏បានដាក់តុកន្លែងញ៉ាំបាយអីក៏បានដែរបងប្អូនបាទសម្រាប់បងប្អូននៅក្នុងក្រុងសៀមរាបអាចអញ្ជើញមកដល់ទីតាំងសួនផ្ទាល់បានបាទអាចមកកាត់បានដោយផ្ទាល់បាទអញ្ចឹងម្នាក់បងប្អូននេះស្អាតខ្លាំងមែនតើបាទអញ្ចឹងសិនជាបងប្អូនចាប់អារម្មណ៍អាចអញ្ជើញមកដល់ទីតាំងសួនផ្ទាល់បានបងប្អូនបាទយើងមានផ្កាស្រស់សម្រាប់លក់ជូនបងប្អូនបាទសម្រាប់បងប្អូននៅក្នុងក្រុងសៀមរាបអាចមកកាត់ដល់សួនបានបាទ